តួនាទីមេត្តាបិតា5សិក្ខាបទសិក្ខាបទទី1មេត្តាបិតាក៏បីសិក្សាថាអាត្មាអញត្រូវហាមឃាត់កូនក្នុងពេលដែលកូនធ្វើនៅអំពើបាបផ្សេងសម្បត្តិមរតកមាសប្រាក់លុយកាក់ដីធ្លីស្រែចម្ការទោះបីច្រើនប៉ុណ្ណាក៏មិនមានតម្លៃដូចជាអវាទទូនមានព្រានប្រដៅឡើយម៉ែឪហាមកូនកុំឲ្យធ្វើបាបគឺជាការចែកសុគតិភពឲ្យកូនផងជួយសង្គ្រោះមនុស្សសត្វទាំងច្រើនឲ្យបានរួចផុតអំពីការបៀតបៀនរបស់កូនផងសមជាព្រះប្រុសសត្វលោកដែលមានឧបនិស្ស័យបានមកជាកូនប្រុសស្រីផងជាព្រះព្រហ្មជាទេវតាជាពុព្វាចារ្យពិតប្រាកដរបស់កូនផងសូមមេត្តាបិតាកុំស្រឡាញ់កូនជ្រុលហួសរហូតដល់មិនហ៊ានហាមឃាត់កូនដែលប្រព្រឹត្តធ្វើនៅបាបកម្មផ្សេងតួនាទីទី1នេះសំខាន់ណាស់ក្នុងសង្គមសត្វមានជីវិតទាំងអស់សូមពឹងពាក់លើអ្នកដែលជាមេត្តាបិតាសូមលោកមេត្តាអប់រំកូនឲ្យបានល្អប្រឹងប្រែងឲ្យអស់សមត្ថភាពចរិយាមេរយាទសម្ដីគំនិតថោកថ្លៃរស់ក្នុងជីវិតរាល់ថ្ងៃជាឧបនិស្ស័យបង្ហាត់កូនដូច្នេះម៉ែឪត្រូវប្រយ័ត្នខ្លួនឯងផងសិក្ខាបទទី2មេត្តាបិតាក៏បីសិក្សាថាអាត្មាអញត្រូវញ៉ាំងកូនប្រុសស្រីឲ្យតាំងនៅក្នុងអំពើល្អការមិនធ្វើបាបនោះជាការល្អហើយប៉ុន្តែល្អនៅមានទៀតដូចជាកល្យាណធម៌5យ៉ាងដែលជាគូគ្នានឹងការវិចារបញ្ចវេរាបានដល់មេត្តាករុណាគូគ្នាជាមួយនឹងការមិនសម្លាប់សត្វការចិញ្ចឹមជីវិតដោយប្រពៃគូគ្នាជាមួយនឹងការមិនធ្វើចោលមួយមានសេចក្តីសន្តោសចេះសង្គ្រោះឲ្យតម្លៃក្នុងនាមជាភរិយាល្អស្វាមីប្រពៃគូគ្នាជាមួយនឹងការមិនផិតក្បត់គឺមិនប្រព្រឹត្តខុសក្នុងកាមទាំងឡាយមួយនិយាយពាក្យពិតជាវជ័យសច្ចៈគូគ្នាជាមួយនឹងការមិនកុហកមួយចម្រើនស្មារតីដឹងខ្លួនដោយប្រពៃគូគ្នាជាមួយនឹងការមិនបរិភោគនៅទឹកស្រវឹងមួយសូមមេត្តាបិតាកុំបន្ធូរបន្ថយកុំបណ្ដែតបណ្ដោយក្នុងទូនាទីរបស់ខ្លួនសូមមេត្តាជួយបំពាក់គ្រឿងអលង្ការគឺកល្យាណធម៌ឲ្យដល់បុត្រធីតាកុំកបីខានឡើយការបញ្ចូលគំនិតល្អព្រមដោយគុណធម៌ការបញ្ចូលគំនិតល្អព្រមដោយគុណធម៌ទៅក្នុងខ្លួនរបស់កូនប្រសើរជាងពេជ្រទាំងគ្រាប់សិក្ខាបទទី3មេត្តាបិតាក៏បីសិក្សាថាអាត្មាអញត្រូវឲ្យកូនរៀនសូត្រសិលសាស្ត្រសិលសាស្ត្រគឺជាចំណេះដឹងសម្រាប់ប្រកបរបរចិញ្ចឹមជីវិតមានចំណេះខាងជាងជាដើមកាលឲ្យកូនសិក្សារៀនសូត្រចំណេះផ្លូវលោកក៏ត្រូវឲ្យកូនយល់ដឹងតាមផ្លូវធម៌ព្រះពុទ្ធសាសនាផងជាប្រយោជន៍ដើម្បីកុំឲ្យប្រើប្រាស់ចំណេះផ្លូវលោកក្នុងអំពើទុច្ចរិតចិញ្ចឹមជីវិតខុសដោយប្រការផ្សេងបើកូនប្រុសស្រីត្រូវការសម្បត្តិត្រូវការទីពឹងសម្រាប់រស់ត្រូវកុំខ្ជិលច្រអូសត្រូវកុំសាបគប់ជាមួយមនុស្សមិនល្អត្រូវវាអបាយមុខគ្រប់យ៉ាងឲ្យឆ្ងាយហើយកុំប្រព្រឹត្តនៅអ្វីដែលជាការបំផ្លិចបំផ្លាញនៅស្មារតី
របស់ខ្លួនឯងឲ្យសោះត្រូវប្រឹងសិក្សារៀនសូត្រនិងបដិបត្តិនៅហេតុបច្ច័យនៃសម្បត្តិទាំងពួងព្រោះសម្បត្តិទាំងពួងមានការងារជាហេតុសំខាន់សូមកូនប្រុសស្រីគាំទ្រជីវិតបរិសុទ្ធដោយចិត្តរីករាយទ្រព្យសម្បត្តិចំណេះវិជ្ជាខាងក្រៅត្រូវអាស្រ័យគុណធម៌ខាងក្នុងទើបមានប្រយោជន៍ពិតជាមលុបរបស់ជីវិតរស់នៅមានតម្លៃសិក្ខាបទទី4មេដាបិតាក៏បីសិក្សាថាអាត្មាអញត្រូវចាត់ចែងឲ្យបានសមគួរក្នុងរឿងដណ្ដឹងប្រពន្ធឲ្យកូនឬទុកដាក់កូនឲ្យមានប្តីមិនមែនជាការរីករាយដើម្បីចងកូនប្រុសស្រីទុកក្នុងវត្តដាក់ឡើយប៉ុន្តែជាការជួយរៀបសម្រួលក្នុងដំណើរផ្លូវដែលកូនត្រូវតែទៅនោះឲ្យបានសមរម្យក្នុងរឿងនេះក៏វាអាចមានចម្រូងចម្រាសព្រោះហេតុទោសអព្យាស្រ័យគ្នារវាងមាតាបិតានិងបុត្រធីតាដូច្នេះនៅក្នុងសិក្ខាបទទី4របស់មាតាបិតានេះមិនមែនត្រូវធូររលុងទេប៉ុន្តែតឹងរឹងពេកក៏ទៅក៏អាចមានបញ្ហាធ្ងន់ធ្ងរកើតឡើងបានដែរដូចមានពាក្យមួយឃ្លាបានចែងថាសេចក្តីស្នេហាជាធ្នូកប់ព្រលឹងមនុស្សបានសេចក្តីថាជាការស្លាប់ចិត្តហើយពិតជាលំបាកនិងស្រោចស្រង់ណាស់ដូច្នេះការបង្វែរឲ្យខុសទិសដៅម៉ែឪត្រូវតែប្រយ័ត្នក្រែងលោធ្ងន់លើសដើមធ្វើអ្វីក៏ត្រូវតែឆ្លាតដែរទើបមិនសូវធ្វើអ្វីក៏ត្រូវតែឆ្លាតដែរទើបមិនត្រូវប្រទះនៅបញ្ហាស្មុគស្មាញកើតមកជាមនុស្សត្រូវសិក្សាឆ្វេងយល់ត្រូវសាងសមត្ថភាពក្នុងទូនាទីរបស់ខ្លួនសិក្ខាបទទី5មេដាបិតាក៏បីសិក្សាថាអាត្មាអញត្រូវចែកទ្រព្យឲ្យកូនក្នុងសម័យគួរសម័យដែលគួរមាន2យ៉ាងដែលសម្រាប់មេដាបិតាឲ្យទ្រព្យសម្បត្តិដល់កូនម្យ៉ាងគឺនិច្ចសម័យសម្រាប់ចាយផងធ្វើបុណ្យផងជានិច្ចរាល់ពេលកំណត់ម្យ៉ាងទៀតគឺកាលសម័យបានដល់ពេលកូនប្រុសស្រីមានប្តីប្រពន្ធឬឲ្យទ្រព្យមរតកផ្សេងនៅពេលដែលដឹងថាខ្លួននឹងស្លាប់សូមកូនប្រុសស្រីកុំភ្លេចថាជើងដៃសាច់សរសៃឈាមឆ្អឹងឆ្អែងរួមទាំងជីវិតកំពុងរស់នៅនេះគឺជាមរតកសម្បត្តិដែលមេដាបិតាបានចែកឲ្យហើយសឹងពោពេញទៅដោយមេត្តាករុណានិងសេចក្តីស្រឡាញ់ចំណេះវិជ្ជាផ្លូវលោកផ្លូវធម៌ក៏ត្រូវតែម៉ែឪចែកឲ្យដោយសពគ្រប់ដែរសូមឲ្យកូនកាត់បន្ថយនៅតណ្ហាដែលត្រូវការសម្បត្តិទ្រព្យច្រើនអំពីម៉ែឪទៅបើចេះតែទុកនៅមិនបន្ថយទេនោះវានឹងបិទបាំងនៅគុណម៉ែឪទាំងអស់បែរជាឲ្យពោលទោសឪពុកម្ដាយរបស់ខ្លួនឯងទៅវិញចំណេះវិជ្ជាព្រមដោយចរិយាមារយាទល្អនិងគុណធម៌របស់មនុស្សជាមរតកដ៏ប្រសើរ